បាទសួស្តីអ្នកនរគ្នាដោយសារតែសំឡេងរបស់យើងទៅមិនរួចជាមួយនឹងឡានម៉ូតូខាងក្រោយយើងត្រូវការ voice over ដដែលបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងធ្វើភារកិច្ចមួយមុខដែលមានឈ្មោះថាកាហ្វេគ្រូឆ្មាទឹកឃ្មុំហើយជាដំបូងយើងនឹងធ្វើ espresso 2 shot សិនបាទឥឡូវយើងទៅធ្វើ espresso ទាំងអស់គ្នាបាទហើយយើងយកទឹកឃ្មុំមកចាក់ចូលតែម្ដងបាទខ្ញុំប្រើ15 ml ព្រោះខ្ញុំអត់ចូលចិត្តផ្អែមខ្លាំងអ្នកទាំងនេះអាចជ្រើសរើសយកកម្រិតផ្អែមតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងនេះបានបន្តទៀតយើងប្រើក្រូចឆ្មា15 ml ដែរបាទអត់សូវជូរខ្លាំងទេហើយទឹកក្តៅ45 ml បាទអញ្ចឹងតមកទៀតយើងកូរវាមកកូរវាលាយមកហើយបន្តមកទៀតយើងចាក់ទឹកកកចូលតែម្ដងបាទហើយយើងយក espresso ដែលយើងឆុងបានហ្នឹងគឺចាក់ពីលើមកជាការស្រេចអញ្ចឹងយើងទទួលបាននៅកាហ្វេក្រូចឆ្មាទឹកឃ្មុំឬក៏ជាភាសាអង់គ្លេសហៅថា espresso honey lemon បាទហើយខ្ញុំ highly recommend សម្រាប់អ្នកដែលញ៉ាំកាហ្វេខ្មៅឬក៏គេហៅ espresso អញ្ចឹងផ្លាស់ប្ដូររសជាតិបន្តិចក៏បានដែរអានេះវាមាន3រសជាតិជាក្នុងនឹងតែម្ដងបាទរសជាតិទឹកឃ្មុំក្រូចឆ្មាហើយនិង espresso អញ្ចឹងចង់ដឹងរសជាតិយ៉ាងម៉េចដល់នេះតសាកទៅខ្ញុំមិនដឹងថានិយាយប្រាប់អ្នកនរគ្នាមិនដែរតែសាកមិនដឹងបាទអរគុណច្រើនហើយវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទជួបគ្នានៅវីដេអូក្រោយបាទអរគុណច្រើនជម្រាបលា